បាទសួស្តីបងប្អូនទាំងអស់គ្នាពិសេសបងអ្នកចិញ្ចឹមមាន់ថ្ងៃនេះនិយាយអំពីការសាងសង់ទ្រុងមាន់ការសាងសង់ទ្រុងមាន់នេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការចិញ្ចឹមមាន់អញ្ចឹងសម្រាប់បងនៅអ្នកចិញ្ចឹមមាន់ថ្មីដែលអត់ទាន់បានស្វែងយល់ពីការសាងសង់ទ្រុងមាន់ណាអញ្ចឹងសម្រាប់មាន់សាច់ជាធម្មតាគឺយើងសង់តែទាំងថ្ងៃដើម្បីវាសារតែមាន់សាច់វាត្រូវការពន្លឺថ្ងៃពេលព្រឹកហើយនិងពេលល្ងាចដើម្បីហាលថ្ងៃដើម្បីឲ្យស្បែកហើយនិងកោសិកាផ្សេងៗរបស់វាមានការលូតលាស់ល្អហើយបន្តមកទៀតកណាធ្វើទ្រុងតែទាំងថ្ងៃនេះវាធ្វើឲ្យហើយថ្ងៃចូលទៅក្នុងទ្រុងមាន់របស់យើងអញ្ចឹងវាអាចកាត់បន្ថយក្លិនហើយនឹងអាចសម្លាប់មេរោគនៅក្នុងទ្រុងយើងបានមួយចំនួនដែរអញ្ចឹងការសាងសង់ទ្រុងមាន់នេះបើសិនជាយើងសាងសង់ត្រូវយើងអ្នកថែទាំគឺអត់សូវហត់ទេហើយក៏អត់សូវមានជួបបញ្ហាទៀតតែប៉ុន្តែបើសិនជាយើងសាងសង់មិនត្រូវតាមលក្ខណៈហៅថាតម្រូវការរបស់មាន់ទេគឺធ្វើឲ្យយើងខាតបង់ច្រើនណាទី1ធ្វើឲ្យការលូតលាស់របស់មាន់របស់យើងលូតលាស់អត់សូវល្អទ្រុងយើងពេលខ្លះវាអាចចង្អៀតពេលខ្លះអាចតូចជ្រុលហើយពេលខ្លះយើងអ្នកចិញ្ចឹមមាន់ថ្មីយើងអត់ស្វែងយល់ថាទ្រុងមួយណាដែលយើងដាក់សម្រាប់ទ្រុងកូនមាន់ហើយទ្រុងមួយណាដែលយើងដាក់សម្រាប់មាន់សាច់ហើយការសាងសង់ទ្រុងហ្នឹងគឺយើងសាងសង់របៀបយ៉ាងម៉េចធ្វើនៅកន្លែងណាអញ្ចឹងយើងអ្នកចិញ្ចឹមមាន់ត្រូវការស្វែងយល់និយាយទៅកត្តាទ្រុងនេះគឺជាកត្តាដែលសំខាន់បន្ទាប់ពីពូជមកគឺកត្តាទ្រុងនេះគឺសំខាន់ណាស់អញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងបើសិនជាយើងសាងសង់មិនត្រូវតាមក្បួនខ្នាតរបស់វាទេធ្វើឲ្យយើងនឿយហត់ច្រើនណាស់ហត់ដូចវាអញ្ចឹងត្រូវការបិទបាំងច្រើនអញ្ចឹងបិទបាំងច្រើនហើយពេលខ្លះយើងធ្វើបានតែតាមរដូវកាលទៀតអញ្ចឹងយើងជាអ្នកចិញ្ចឹមមាន់គឺយើងមិនមែនចិញ្ចឹមមាន់តាមរដូវកាលទេអញ្ចឹងសម្រាប់យើងអ្នកចិញ្ចឹមមាន់យើងចិញ្ចឹមខែណាក៏ត្រូវតែចិញ្ចឹមដែរមិនគិតថាខែក្តៅខែវស្សាឬក៏ខែត្រជាក់និយាយទៅខែណាក៏យើងត្រូវតែចិញ្ចឹមមាន់អញ្ចឹងយើងសាងសង់ទ្រុងមាន់នេះត្រូវឲ្យមានក្បួនខ្នាតច្បាស់លាស់មានជញ្ជាំងការពារពេលភ្លៀងសាចូលហើយមានស្បៃដើម្បីការពារព្រោះបើយើងនិយាយទៅពីសហប្រយោជន៍នៃស្បៃនេះសម្រាប់ខែនេះភាសាវិញគឺមានសារៈសំខាន់ណាស់ទី1គឺការពារសត្វផ្សេងទី2គឺការពារមូសគឺជាប្រភពនៃការចម្លងមេរោគខ្លាំងសម្រាប់មាន់ណាអញ្ចឹងបងមួយចំនួនគាត់អត់បានស្វែងយល់ថាមាន់គាត់ចេះតែឈឺប៉ុន្តែគាត់ដឹងតែឈឺមកពីមូលហេតុអីខ្លះ